រវាងមនុស្សដែលយើងស្រឡាញ់តែគេអត់ល្អជាមួយយើងនិងមនុស្សដែលយើងអត់ស្រឡាញ់តែគេល្អមួយយើងតែយើងយកមួយណាអញ្ចឹងជាដំបូងយើងសួរខ្លួនឯងមើលថាយើងស្រឡាញ់ខ្លួនឯងអត់បើសិនជាយើងស្រឡាញ់ខ្លួនឯងយើងត្រូវយកមនុស្សដែលគេស្រឡាញ់យើងព្រោះបើយើងស្រឡាញ់ខ្លួនឯងយើងជ្រើសរើសយកមនុស្សដែលអត់ស្រឡាញ់យើងបានន័យថាយើងកំពុងតែធ្វើបាបខ្លួនឯងហើយយើងនឹងបាត់បង់ភាពជាខ្លួនឯងយើងពិបាកស៊ូទ្រាំយើងពិបាករស់នៅជាមួយនឹងគាត់ដដែលនឹងយើងយកគាត់មកធ្វើអីព្រោះវាគង់តែបែកគ្នាទេហើយណាមួយមនុស្សដែលគេអត់ស្រឡាញ់យើងក៏យើងមិនអាចទៅយកគេបានដែរពេលខ្លះដោយសារតែហេតុផលអីមួយយើងមានផលប្រយោជន៍សម្រាប់គេយើងអាចយកគេបានប៉ុន្តែក៏មិនអាចយកបានរហូតហើយយើងនឹងរស់នៅជាមួយនឹងភាពថុកសិកក្តៅកាហាយជារៀងរាល់ថ្ងៃបើសិនជាគេមានជំរឿសល្អគេនឹងទៅហើយយើងនឹងអត់មានសុវត្ថិភាពផ្លូវចិត្តទេព្រោះអីយើងតែងតែប្រច័ណ្ឌគ្រប់ពេលវេលាដោយសារតែយើងដឹងថាយើងមិនមែនជាទី1សម្រាប់គេប៉ុន្តែគេទេជាទី1សម្រាប់យើងអញ្ចឹងបើសិនជាយើងស្រឡាញ់ខ្លួនឯងយើងត្រូវរើសយកមនុស្សដែលគេល្អជាមួយនឹងយើងល្អចេញពីចិត្តហ្នឹងមិនមែនល្អសំដែងអ្នកទាំងអស់គ្នាមនុស្សដែលល្អចេញពីចិត្តហ្នឹងមិនមែនជាមនុស្សម្នាក់ដែលគាត់អត់មានជំរើសទេមិនមែនជាមនុស្សប្រុសម្នាក់ដែលថាអត់មានជំរើសហើយបានគេមកស្រឡាញ់យើងហើយបានយើងយកគេទេតែគេជាមនុស្សប្រុសម្នាក់ដែលថាមានមនុស្សស្រីជាច្រើនចង់បានតែគេរើសយកយើងកុំយល់ច្រឡំថាតើតែមនុស្សប្រុសម្នាក់ហ្នឹងអត់ស្អាតមនុស្សប្រុសម្នាក់ហ្នឹងអត់មានអីគ្រប់យ៉ាងហាក់មានណាគេដដើមពីយើងហើយបានយើងយកគេដោយសារតែយើងចង់បានសុវត្ថិភាពផ្លូវចិត្តទេអាហ្នឹងខុសហើយយើងគួររើសយកមនុស្សប្រុសម្នាក់ដែលគេមានជំរើសគ្រប់បែបយ៉ាងតែគេយកយើងអាហ្នឹងទោះជាយើងអត់សូវស្រឡាញ់គេប៉ុន្តែនៅពេលណាដែលយើងបើកឲ្យគេធ្វើអំពើល្អជាមួយនឹងយើងនេះយើងគង់តែស្រឡាញ់គេហីព្រោះគេមានគ្រប់យ៉ាងអស់ហើយអត់ពិបាកក្នុងការស្រឡាញ់ទេ